bàឆ្លើយតបជាមួយនឹងខមមិនរបស់បងប្អូនមួយចំនួនក៏បានសួរខ្ញុំថាតើនៅដៃលោកគ្រូដែលកំពុងតែសម្រួលឲ្យអតិថិជននេះគឺជាឧបករណ៍អ្វីបាទខ្ញុំសូម review ដោយសង្ខេបបាទហើយនៅខាងចុងនៃវីដេអូក៏មាន spot ពាណិជ្ជកម្មពាក់ព័ន្ធជាមួយនឹងឧបករណ៍នេះដែរហើយនឹងមានសម្ដីផ្ទាល់ពីអ៊ំប្រុសដែលបានសម្រួលជាមួយនឹងខាងខ្ញុំរយៈពេល2ដងតើបន្ទាប់ពីសម្រួលហើយគាត់ទទួលបានអារម្មណ៍ធូរស្បើយយ៉ាងម៉េចកុំភ្លេចលោកស្រីស្វែងយល់ឲ្យចប់នៃវីដេអូរបស់ខ្ញុំបាទសម្រាប់អ្នកគ្រូគឺគាត់សម្រួលជាមួយនឹងមជ្ឈវិទ្យាសាស្ត្របុរាណចិនហើយសម្រាប់ខ្ញុំបាទកំពុងតែសម្រួលជាមួយនឹងឧបករណ៍បាទបញ្ចុះសម្ពាធឈាមឬក៏យើងអាចហៅថាឧបករណ៍សម្រួលដំណើរឈាមរត់ឧបករណ៍នេះគឺតូចច្រឡឹងទេបាទឧបករណ៍នេះគឺតូចច្រឡឹងទេតែមានអានុភាពខ្ពស់បាទហួសពីការស្មានផងដែរយើងអាចប្រើវាកោសដូចកោសខ្យល់អញ្ចឹងបងប្អូនកោសដូចខ្ញុំក្នុងរូបភាពអញ្ចឹងណាបាទយើងអាចឆ្លីវាកន្លែងណាដែលសរសៃឈាមយើងរៀងពាន់រៀងរឹងហ្នឹងយើងអាចឆ្លីវាហើយក៏យើងអាចស្អំវាបាទស្អំវាកន្លះនាទីឬក៏5សេកុងឬក៏10សេកុងហើយយើងឆ្លីវាបាទយើងដឹងជីពចររបស់យើងនៅកន្លែងណាអីកន្លែងណាតាមដែលយើងរៀនមានគ្រូបណ្ដុះបណ្ដាលត្រឹមត្រូវណាបាទយើងប្រើទៅតាមហ្នឹងហើយឧបករណ៍បញ្ចុះសម្ពាធឈាមនេះយើងប្រើជំនួសជាមួយនឹងមជ្ឈវិទ្យាសាស្ត្របានអញ្ចឹងសម្រាប់លោកស្រីដែលចង់ជាវយកទៅប្រើនៅផ្ទះគឺយើងមានលក់ជូនផងដែរហើយតម្លៃគឺមិនថ្លៃទេបងប្អូនអាចសួរបាននៅក្នុង comment ហើយឧបករណ៍បន្ទាប់ទៀតនេះគឺគេហៅថាឧបករណ៍សម្រួលដំណើរឈាមរត់បងប្អូនដែលឃើញខ្ញុំបាញ់ទៅមកហ្នឹងគឺសម្រួលជីពចរបាទសម្រួលដំណើរឈាមរត់ឧបករណ៍នេះគឺជាឧបករណ៍ Terahertz ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោកផងដែរអញ្ចឹងសម្រាប់លោកស្រីដែលមានបញ្ហាពាក់ព័ន្ធជាមួយនឹងធ្ងន់ដៃធ្ងន់ជើងបាទត្រជាក់ចុងដៃចុងជើងឈាមរត់មិនបានស្រួលដំណើរឈាមរត់មិនសូវល្អរោយកវិលមុខសម្ពាធឈាមឡើងបាទឈឺក្បាលជាប្រចាំដាក់ថ្នាំពេទ្យមិនត្រូវដាក់ថ្នាំអ្វីក៏មិនត្រូវអាចមកទទួលសេវាកម្មពីជាមួយលោកគ្រូបៃតងបានយើងរកម៉ោងធ្វើការហើយសម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះលោកស្រីអាច comment ឬក៏អាច call មកកាន់លេខទូរស័ព្ទដែលមាននៅក្នុង caption នេះស្រាប់តែម្ដងចុងក្រោយនេះជូនពរលោកស្រីជួបតែសេចក្តីសុខដែលចម្រើនគ្រប់គ្នាតែពូភ្លេចសួរមកពីខេត្តអីវិញពូសៀមរាបខេត្តសៀមរាបណាហើយមកគេពីយប់ហ្នឹងបានធូរថយអីមិនទេពូអាចប្រាប់ក្នុងខ្លួនដូចធូរក្រិនដែរធូរក្រាន់ណាបាទមានអារម្មណ៍ថាស្រាលដៃស្រាលជើងជាងមុនទេបាទនៅទេក្រាន់ច្រើនអូគ្រប់គ្នាហ្នឹងគឺជាផលិតផលទៅមកឈុតធំបាទហើយលោកគ្រូមានថែមអីជូនអីច្រើនណាបាទហើយបានជាឲ្យកុំភ្លេចណែនាំអ្នកភូមិអ្នកផងឲ្យគេមកជាដោយពូដែរណាពូណាបាទអរគុណច្រើនពូ